បាទសួស្តីបងប្អូនទាំងអស់គ្នានៅរាត្រីថ្ងៃសៅរ៍នេះដ៏ជក់ចិត្តនៅលីកអង់គ្លេស Premier League Chelsea ត្រូវប៉ះគ្នាជាមួយនឹង Brentford ក្នុងជំនួប Body ភាគខាងលិចទីក្រុងដុងការប្រកួតនេះគឺធំធេងណាស់សម្រាប់ក្រុមទាំងពីរតើ Stamford យប់នេះមានរឿងអ្វីកើតឡើងខ្លះសម្រាប់ខ្ញុំចំណុចសំខាន់យប់នេះគឺតំបន់បម្រើបើ Chelsea អាចគ្រប់គ្រងតំបន់កណ្ដាលបានពួកគេនឹងមានឱកាសច្រើនក្នុងការយកឈ្នះទៅលើ Brentfordតែ Brentford គឺជាក្រុមដែលលេងបាល់ set fix គឺបាល់ងាប់សាហាវណាស់អ្វីប្រហែលតែបន្តិចគឺដឹងតែជាប់តែម្ដងចុះអ្នកទាំងអស់គ្នាវិញយល់ថា Chelsea លេងល្អឬក៏អត់ឬមួយក៏ Brentford គួរតែទទួលលទ្ធផលល្អនៅរដូវកាលយប់នេះ comment ប្រាប់ខ្ញុំនៅខាងក្រោមហើយកុំភ្លេចចុច follow ដើម្បីមានព័ត៌មានថ្មីៗហើយបងប្អូនក៏អាចចុច link នៅខាងលើបានដើម្បីចូលទទួលទានយករង្វាន់$3ទាំងអស់គ្នាបាទអរគុណ